មានមុខរបររកស៊ីការងារអីទេនេះគឺថ្ងៃនេះបានបុកគ្រឿងទុកព្រោះអីគាត់លក្ខណៈនឹងទិញមកប្រហែលជាប្រហែលថ្ងៃទៅហើយទុកទូទៅក៏នៅឃើញថាបើហ៊ានទុកយូរតិចទៀតដឹងទៅថាស្វិតខូចពិបាកបុកអីចឹងហើយខ្ញុំក៏ហាន់ស្លឹកគ្រៃផងហាន់គល់វាផងដោយសារស្លឹកគ្រៃខ្ញុំមាននៅផ្ទះខ្លួនឯងទៅបុកលាយគ្នាឲ្យមានពើបៃតងខ្លះគល់ស្លឹកគ្រៃនៅនេះគេលក់បានថ្លៃ4ដើមទូចៗហ្នឹងគឺខ្ញុំទិញដូចជា 15,000 ថ្លៃគួរសមរបស់គេដែរ4ដើមទូចៗណាហើយខ្ញុំស្លក់អស់មួយដើមហើយនៅសល់3ដើមទៀតបុកប្រហែលថ្ងៃនេះលាយជាមួយនឹងស្លឹកគ្រៃនៅផ្ទះខ្លួនឯងស្រេចដើម្បីយកពើបៃតងប៉ុន្តែមិនត្រឹមតែយកពើបៃតងទេស្លឹកគ្រៃធ្វើឲ្យឈ្ងុយវាឈ្ងុយជាងអាគល់វាទៀតខ្ញុំបានត្បាល់បុកគ្រឿងគេឲ្យកដោងការរៀបការនឹងក៏បានយកមកបុកហើយក្នុងគល់ស្លឹកគ្រៃនេះខ្ញុំបានដាក់ឲ្យច្រើនទេដាក់តែល្មៀតហើយនឹងដាក់ពីទៀតខ្ញុំដាក់ខ្ទឹមពីកំពឹសហ្នឹងឯងដាក់ប៉ុណ្ណេះសិនចាំល្មិចពេលចង់ស្លអីចាំយកមកថែមថយទៀតដូចបើចង់ស្លម្ជូរឬក៏ការីអីឬក៏ហ្នឹងឯងម្ជូរគ្រឿងយូរអីចាំថែមម្ដងតែនេះបកអញ្ចឹងទៅសំណក់ថាបើយើងចង់ស្លប្រហែលស្លអីយើងស្រួលណានៅនេះចាប់ដើមចុះតិចហើយភ្លៀងរាល់ថ្ងៃដោយខែភ្ជុំស្រុកយើងចុះឯង